រសៀលថ្ងៃត្រង់ព្រះអាទិត្យរះកម្ពស់ចុងត្នោតមេឃក្តៅសឹងតែព្រះដេកជាពីរក្រោយពីដែលទទួលទានបាយថ្ងៃត្រង់រួចខ្ញុំក៏បានដើរមកក្រៅផ្ទះដើម្បីដឹកគោយកទៅឃ្វាលនៅឯក្រៅភូមិម៉ែគាត់ក៏បានហុចទឹកឲ្យខ្ញុំមួយបំពង់ដើម្បីយកទុកផឹកតាមខ្លួនព្រោះគាត់ខ្លាចខ្ញុំផឹកទឹកបឹងស្ទឹងផ្ដេសផ្ដាសនាំឲ្យកើតរោគរាគរូសខ្ញុំដឹកគោចេញពីផ្ទះសម្ដៅទៅក្រៅភូមិកាត់ផ្ទះអ្នកស្រុកច្រើនហូរហែមួយសន្ទុះក្រោយមកខ្ញុំក៏បានទៅដល់ព្រៃក្រៅភូមិពេលទៅដល់កន្លែងឃ្វាលគោខ្ញុំបានឃើញអាពីងអាក្តាមនិងអាជ្រូកវាបានទៅដល់ទីនោះមុនខ្ញុំបាត់ទៅហើយពួកអា3នាក់នេះវាគឺជាខ្លាចចិត្តស្និទ្ធរបស់ខ្ញុំដោយសារតែពួកយើងទាំង4នាក់ធំដឹងក្តីជាមួយគ្នានៅផ្ទះចិត្តគ្នាហើយតែមកឃ្វាលគោនៅឯព្រៃក្រៅភូមិនេះជាមួយគ្នាមិនដែលលុះឡើយបន្ទាប់ពីមកដល់ភ្លាមរឿងដែលខ្ញុំត្រូវធ្វើមុនគេនោះគឺត្រូវរកមើលកន្លែងណាដែលមានស្មៅដកខ្ចីដើម្បីយកគោរបស់ខ្ញុំទៅចងខ្ញុំសម្លឹងមើលទៅស្ដាំដៃរបស់ខ្ញុំឃើញស្មៅមួយកញ្ចុំដកខ្ចីប៉ុន្តែវានៅជិតស្រែរបស់អ្នកភូមិផងដែរដូច្នេះខ្ញុំត្រូវតែរកអ្វីមួយមកចងគោរបស់ខ្ញុំឲ្យជាប់ប៉ុន្តែវាមិនមានដើមឈើធំៗនៅជិតនោះឡើយទើបខ្ញុំសម្រេចចិត្តចងគោរបស់ខ្ញុំជាមួយនឹងចិញ្ច្រាំងស្មៅដែលសល់ពីគោស៊ីដើម្បីចងគោរបស់ខ្ញុំបន្ទាប់ពីចងគោរួចខ្ញុំទាញមើលថាវាពិតជាមិនរបូតឡើយទើបខ្ញុំងាកត្រឡប់ដើរមករកពួកអា3អ្នកនោះវិញខ្ញុំដើរមកបណ្ដាលោកដៃដកចំពីមចេញយកមកពីក្នុងថង់ខ្ញុំស្ពាយជាប់ខ្លួនបណ្ដាពេលដែលដើរមកដល់ខ្ញុំក៏បានបបួលពួកវាដើម្បីទៅដើរបាញ់សត្វតែអាពីងនិងអាក្តាមវាមិនចង់ទៅបាញ់សត្វជាមួយនឹងខ្ញុំឡើយពួកវាទាំងពីរនាក់ប្រាប់ថាពួកវាចង់នាំគ្នាដើរទៅបែបផ្លែអំពិលទឹកយកមកស៊ីវិញមានតែអាជ្រូកប៉ុណ្ណោះដែលវាចង់ទៅបាញ់សត្វជាមួយខ្ញុំដូច្នេះពួកយើងត្រូវបែងចែកគ្នាជាពីរក្រុមអាក្តាមនិងអាពីងនាំគ្នាទៅបែបអំពិលទឹកនិងក្រុមខ្ញុំនិងអាជ្រូកពួកយើងនាំគ្នាដើរទៅបាញ់សត្វបន្ទាប់ពីនិយាយគ្នារួចពួកយើងទាំង4នាក់ក៏បានចែកផ្លូវគ្នារៀងៗខ្លួនដើរចេញមកបាញ់សត្វបានមួយសន្ទុះស្រាប់តែឮសំឡេងរបស់ពូថនគាត់ស្រែកចេញមកឮថាណែគោបោះអាណាគេវើយចូលស៊ីស្មៅអញហើយបើអត់មកចាប់គោចេញទៅវិញទេអញចាប់គោទៅផ្ទះហើយវើយខ្ញុំដែលនៅជិតនោះកំពុងតែទាញចំពីមរៀបនឹងបាញ់សត្វជាមួយនឹងខ្លារបស់ខ្ញុំអាជ្រូកពេលបានឮសំឡេងរបស់ពូថនហើយខ្ញុំក៏ងាកមើលមុខវាហើយក៏សួរវាថាចុះគោអាណាគេដាច់ចូលទៅស៊ីស្រូវពូថនទៀតវើយអាជ្រូកវាក៏វិក្បាលព្រោះវាមិនដឹងថាជាគោរបស់អ្នកណាទេដោយមានចិត្តសង្ស័យខ្ញុំក៏បានងាកទៅមើលគោរបស់ខ្ញុំស្រាប់តែគោវាបាត់ពីកន្លែងដែលខ្ញុំចង់ឲ្យស៊ីស្មៅមុននេះខ្ញុំក៏បានលន់មាត់ប្រាប់អាជ្រូកថាវីវយវើយគោអញដាច់ចូលស៊ីស្រូវពូថនហើយខ្ញុំពីអ្នកអាជ្រូកក៏ប្រញាប់ទម្លាក់ចំពីមចោលហើយនាំគ្នាស្ទុះរត់សម្ដៅទៅមើលគោដែលកំពុងចូលស៊ីស្រូវរបស់ពូថននោះជាគោរបស់ខ្ញុំពិតមែនតាមពិតមុននេះខ្ញុំបានចងវាជាប់ហើយតែដោយសារតែកញ្ចុំស្មៅនោះវាខ្លីពេកទើបវាធ្វើឲ្យរបូតខ្សែគោដែលខ្ញុំបានចងមុននេះហើយគោរបស់ខ្ញុំវាក៏មានឱកាសដើរចូលទៅស៊ីស្រូវរបស់ពូថនតែម្ដងខ្ញុំស្ទុះរត់ទៅចាប់គោត្រឡប់មកវិញតែដោយសារគោរបស់ខ្ញុំវាកំពុងតែឆ្ងាញ់ស្រូវខ្ចីណាមួយគោរបស់ខ្ញុំជាគោឈ្មោលកំពុងតែពេញកម្លាំងទៀតផងនោះខ្ញុំខំទាញវាយ៉ាងណាក៏មិនឈ្នះហើយវាក៏មិនព្រមចេញមកសោះវាហាក់ដូចជាមិនខ្វល់នឹងការទាញរបស់ខ្ញុំឡើយខ្ញុំខំទាញបណ្ដាស្រែកជេរវាបណ្ដាបែបឃើញខ្ញុំទាញគោមិនឈ្នះអាជ្រូកវាក៏បានរត់ចូលមកជួយទាញខ្ញុំដែរតែមើលទៅដូចជាមិនបានផលសោះព្រោះថាកម្លាំងយើងទាំងពីរនាក់មិនខ្លាំងជាងគោរបស់ខ្ញុំឡើយពេលដែលនាំគ្នាកំពុងតែខំទាញខ្ញុំក៏បានក្រឡេកទៅមើលនៅចិត្តនោះក៏បានប្រទះឃើញទ្រឿងឫស្សីមួយដើមគ្រាន់តែឃើញភ្លាមខ្ញុំដឹងហើយថាពេលនេះតើខ្ញុំត្រូវតែធ្វើបែបណាជាមួយនឹងគោដែលរឹងរូសរបស់ខ្ញុំ
ខ្ញុំបានប្រាប់អាចរូបឲ្យវាប្រឡែងខ្សែគោវាមើលមុខខ្ញុំដោយឆ្ងល់តែវាក៏បានឈប់ទាញនិងលែងខ្សែគោចោលតាមដែលខ្ញុំប្រាប់មិនបង្អង់យូរឡើយខ្ញុំក៏ស្ទុះទៅយកទ្រឿងឫស្សីមួយដើមនោះមកវាយគោរបស់ខ្ញុំពីក្រោយមួយទំហឹងឬសូផាច់សឹងតែបាក់ទ្រឿងឫស្សីមួយដើមនោះគ្រាន់តែត្រូវមួយទ្រឿងឫស្សីភ្លាមគោរបស់ខ្ញុំវាស្រែករលាន់ឮកងរំពងរួចវាក៏បានស្ទុះបោលទាំងកំរោលចេញពីស្រែរបស់ពូថនទៅកន្លែងដែលខ្ញុំចងវាវិញពេលដែលខ្ញុំវាយវាហើយខ្ញុំក៏បោះទ្រឿងឫស្សីមួយដើមនោះចោលទៅលើដីវិញហើយខ្ញុំក៏លាន់មាត់តិចថាអញឲ្យចេញតាមស្រួលវាមិនចេញតើតែអញប្រាហឹង្សាចឹងបានវាព្រមចេញអញប្រាប់ហើយតែមិនស្ដាប់ថាមិនចង់វាយទេតែមួយអាគោនឹងតើតែប្រាហឹង្សាចឹងបានវាស្ដាប់ពូថនពេលដែលគាត់បានឃើញគោរត់ចេញពីស្រែហើយគាត់ក៏ប្រញាប់ដើរមករកពួកខ្ញុំហើយក៏និយាយឡើងថាកុំរវល់តលេងហើយដើរបាញ់សត្វអីអស់នឹងពេកប្រយ័ត្នតគោវាចូលស៊ីស្រែចម្ការរបស់គេមិនដឹងទៅវើយរួចគាត់ក៏បន្តទៀតថាបើវាចូលស៊ីស្រែស្រីចម្ការគេចិត្តនេះវាមិនអីទេតែប្រយ័ត្នតែវាដើរទៅណាឆ្ងាយហើយមានគេលួចទៅបាត់ពួកឯងច្បាស់ជាទឹកភ្នែកជាមិនខានក្រោយពីបានស្ដាប់ពូថននិយាយរួចខ្ញុំក៏បានបញ្ញាប់រៀបរាប់ប្រាប់គាត់ពីរឿងដែលខ្ញុំចងគោតែដោយសារចិញ្ច្រាំងស្មៅនោះវាខ្លីពេកទើបបានជាខ្ញុំចងមិនជាប់ពូថនក៏គាត់មិនបានថាអីដែរតែគាត់គ្រាន់តែប្រាប់ថាឲ្យពួកខ្ញុំប្រយ័ត្នប្រយែងនិងចងគោឲ្យជាប់នៅពេលក្រោយនេះសំណាងហើយដែលគោរបស់ខ្ញុំវាដាច់ចូលទៅស៊ីស្រែរបស់ពូថនបើជាអ្នកផ្សេងវិញមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេព្រោះថាពូថនគាត់ជាមនុស្សល្អនៅក្នុងភូមិនេះរឿងប៉ុណ្ណេះអីគាត់មិនចាប់ទោសចាប់បីអីនោះឡើយតែបើហ៊ានប៉ះចំអ្នកផ្សេងឬក៏អ្នកភូមិចិត្តនេះវិញច្បាស់ជាប្តឹងយកលុយដឹងដល់ម៉ែឪរបស់ខ្ញុំជាមិនខានខ្ញុំនឹងអាចរូបក៏ប្រញាប់និយាយអគុណដល់ពូថនហើយដើរចេញមកពីស្រែរបស់គាត់មកកន្លែងមើលគោវិញពេលមកដល់កន្លែងភ្លាមខ្ញុំក៏បានយកគោរបស់ខ្ញុំទៅចងម្ដងទៀតតែលើកនេះខ្ញុំមិនបានចងវាជាមួយនឹងចិញ្ច្រាំងស្មៅម្ដងទៀតឡើយគឺចងវាជាមួយនឹងដើមរាំងតែម្ដងឬខ្ញុំក៏លាន់មាត់ទៅកាន់វាថាមើលអញចងឲ្យមួយដើមរាំងម្ដងមើលកុំឲ្យឯប៉ិនរបូតពេកបន្ទាប់ពីចងគោខ្ញុំរួចខ្ញុំនិងអាចរូបក៏បាននាំគ្នាដើរទៅរើចំពីមដើម្បីបន្តការបាញ់សត្វរបស់យើងកំពុងតែសប្បាយនឹងការបាញ់សត្វសុកស្រាប់តែមេឃវាចាប់ផ្ដើមមកអុលធ្លាក់ភ្លៀងមកយ៉ាងគំហុកដោយសារតែមេឃធ្លាក់ភ្លៀងមករៀងខ្លាំងដែរខ្ញុំក៏បានបបួលអាចរូបទៅរកចាប់ត្រីឡើងនៅឯមាត់បឹងខាងក្រោយអាចរូបវាយល់ព្រមហើយពួកខ្ញុំរកមើលអាក្តាមនិងអាពីងដែរតែរកពួកវាមិនឃើញសោះទើបពួកខ្ញុំទៅចាប់ត្រីឡើងតែ2នាក់តែប៉ុណ្ណោះគ្រាន់តែនិយាយគ្នារួចពួកយើងទាំង2នាក់ក៏បាននាំគ្នាដើរសំដៅទៅមាត់បឹងនៅខាងក្រោយកន្លែងដែលពួកយើងមើលគោនេះដើម្បីទៅចាប់ត្រីគ្រាន់តែដើរទៅដល់ភ្លាមពួកយើងបានឃើញសិតតែត្រីកំភ្លាញនិងត្រីក្រាញ់ឡើងមកឡើងប្រងព្រាតមិនបង្អង់យូរឡើយខ្ញុំហើយនឹងអាចរូក៏បាននាំគ្នារត់ដេញចាប់ត្រីលើគោកយ៉ាងសប្បាយរវល់តែដេញចាប់ត្រីភ្លេចខ្លួនស្រាប់តែវារៀងល្ងាចជ្រេះបាត់ទៅហើយដោយសារតែភ្លៀងរៀងខ្លាំងផងម៉ោងទើបតែ4ល្ងាចសោះតែមើលទៅងងឹតដូចជាម៉ោង7យប់ខ្ញុំក៏ប្រញាប់គេហៅអាចរូថាមេចាប់ផ្ដើមងងឹតខ្លាំងហើយពួកយើងនាំគ្នាឡើងទៅវិញប្រញាប់នឹងយកគោទៅផ្ទះតែវាក៏បានខាត់ខ្ញុំឲ្យនៅមួយផ្លែទៀតទៅព្រោះថាកំពុងតែសប្បាយចាប់ត្រីដែលឡើងមកនេះតាមពិតខ្ញុំក៏មិនទាន់ចង់ត្រឡប់ទៅផ្ទះវិញលឿនដែរតែដោយសារមេឃវាឆាប់ងងឹតពេកទើបបានជាខ្ញុំហៅវាឲ្យត្រឡប់ទៅវិញព្រោះថាដើរកាត់ពីបឹងនេះទៅកន្លែងដែលយើងមើលគោវាត្រូវដើរកាត់ព្រៃឫស្សីស៊ុបទ្រប់មួយកន្លែងដែលភាគច្រើនមិនសូវមានអ្នកភូមិណាហ៊ានធ្វើដំណើរឆ្លងកាត់នេះពេលយប់រលប់ឡើយពួកគេហ៊ានធ្វើដំណើរតែពេលថ្ងៃមានពន្លឺព្រះអាទិត្យតែប៉ុណ្ណោះតែដោយសារតែខាត់វាមិនស្ដាប់ខ្ញុំក៏បានលើកកំដរវាចាប់ត្រីបន្តតែភ្នែករបស់ខ្ញុំនៅតែបន្តសម្លឹងមើលឆ្វេងមើលស្ដាំទៅកាន់ព្រៃជិតនោះស្រាប់តែខ្ញុំក្រឡេកភ្នែកមកវិញបាត់អាចជ្រូកពីកន្លែងចាប់ត្រីមិនដឹងជាវេទនា
ខ្ញុំមើលក្រោយជុំវិញខ្លួនស្រាប់តែបានឃើញវាដើរចូលទៅកាន់ព្រៃឫស្សីនៅក្នុងព្រៃជិតនោះខ្ញុំក៏ស្ទុះដើរតាមពីក្រោយវាស្រែកហៅបណ្ដើរដើរតាមបណ្ដើរតែមើលទៅអាចជ្រូកវាដូចជាមិនបានខ្វល់នឹងបានឮពីសំឡេងខ្ញុំហៅឡើយវានៅតែបន្តដើរទៅមុខរហូតខ្ញុំឃើញវាបន្តដើរសំដៅចូលទៅក្នុងព្រៃឫស្សីមួយគុំនោះខ្ញុំក៏បានប្រញាប់ឃាត់វាភ្លាមថាកុំឲ្យដើរចូលទៅកន្លែងនោះអីព្រោះថាកន្លែងនោះពេលយប់ព្រលប់ចាស់ដែលដើរកាត់នេះគាត់តែងតែឃើញមានភ្លើងហោះចូលជាញឹកញាប់ឃើញវាដើរចូលជិតទៅដល់គុំឫស្សីនោះខ្ញុំក៏បានឈប់នៅមួយកន្លែងស្រាប់តែអាចជ្រូកវាក៏បានឈប់រំពេចនោះអាចជ្រូកវាក៏បានងាកកតិចមកក្រោយមករកខ្ញុំអាចជ្រូកវាងាកមកតែក្បាលតែខ្លួនរបស់វានៅស្ងៀមត្រឹងខ្ញុំឈរនៅមួយកន្លែងមើលសកម្មភាពរបស់វាក៏ស្រាប់តែបានឮសំឡេងស្រែកហៅខ្ញុំពីក្រោយមកថាចុះឯដើមមកនឹងធ្វើអីហ៎អញខំតែរកវានៅកន្លែងចាប់ត្រីអានេះវើយខ្ញុំងាកមកក្រោយខ្វាច់នោះគឺជាអាចជ្រូករួចខ្ញុំងាកមកមុខវិញស្រាប់តែអាចជ្រូកដែលឈរនៅពីមុខខ្ញុំមុននេះបាត់ទៅណាក៏មិនដឹងខ្ញុំបែរក្រោយរត់ទៅរកអាចជ្រូករួចសួរវាថាចុះមុននេះឯដើរទៅណាអញខំដើរមុននឹងដើរតាមឯហ្នឹងហើយអាចជ្រូកវាធ្វើមុខឆ្ងល់ពេលបានឮសំឡេងរបស់ខ្ញុំរួចវាក៏បានបន្តថាអញមានដើរមុននឹងអីអញមុននឹងមិនអញទៅនោមនៅព្រៃចិត្តហ្នឹងណាខ្ញុំគ្រាន់តែបានលើអាចជ្រូកវានិយាយភ្លាមបេះដូងរបស់ខ្ញុំសឹងតែជ្រុះដល់ដីចុះអាចជ្រូកដែលខ្ញុំបានដើរតាមមុននេះគឺជាអ្វីឲ្យប្រកាសតែដោយសារតែមិនចង់ឲ្យអាចជ្រូកវាគិតច្រើនខ្ញុំក៏បានប្រាប់វាវិញថាប្រហែលមុននឹងអញស្វាងភ្នែកអញ្ចឹងហ៎បន្ទាប់ពីនិយាយគ្នារួចអាចជ្រូកវាក៏បានហៅខ្ញុំមកកន្លែងចាប់ត្រីមុននេះវិញតែខ្ញុំក៏នៅតែទឿនវាឲ្យប្រញាប់ទៅផ្ទះដោយសារតែមេឃវាងងឹតកាន់តែខ្លាំងហើយតែមើលទៅវាហាក់ដូចជាមិនខ្វល់នឹងសម្ដីរបស់ខ្ញុំសោះរួចខ្ញុំក៏និយាយគំរាមវាថាណែបាយអត់តន់ទៅផ្ទះទេចឹងអញទៅផ្ទះមុនហើយវើយខ្ញុំនិយាយពាក្យនេះឡើងទាំងការពិតក្នុងចិត្តរបស់ខ្ញុំខ្លាចមិនហ៊ានដើរទៅផ្ទះវិញម្នាក់ឯងសោះឡើយព្រោះថាបើវាមិនព្រមទៅវិញនោះទេខ្ញុំក៏មានតែចាំវាបន្តទៀតតែអាចជ្រូកវាហាក់បានដឹងថាខ្ញុំកំពុងតែខឹងទើបវាងាកមកប្រាប់ខ្ញុំថាទៅក៏ទៅដែរទឿននោះទឿនអានេះវើយរួចពួកខ្ញុំទាំងពីរនាក់ក៏ប្រញាប់ទៅទាញយកមេឃរាំងតូចមួយដើម្បីយកមកដោតត្រីដែលពួកយើងចាប់បាននៅមុននេះនៅតាមផ្លូវត្រឡប់មកវិញផ្ទៃមេឃងងឹតឈឹងបូករួមជាមួយនឹងសំឡេងស្ងាត់ស្ងាត់ឮសូរតែសត្វព្រៃយំធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យខ្លាចខ្ញុំក៏ប្រញាប់បន្តអាចជ្រូកថាអញប្រាប់ហើយថាឲ្យឡើងតាំងពីយូរតែវាមិនជឿអញឥឡូវឃើញអត់មេឃក៏ងឹតហើយស្ងាត់ទៀតតែអាចជ្រូកវាតបមកវិញហាក់មិនបានខ្វល់ឡើយវាបាននិយាយមកវិញថាចុះឲ្យតែខ្លាចអីហ៎យើងមានគ្នាពីរនាក់ដែរតាដើរបណ្ដានិយាយគ្នាបណ្ដាពួកយើងក៏បានដើរមកដល់ព្រៃស្ដុកមួយកន្លែងជិតគុំឫស្សីស្រាប់តែរំពេចនោះពួកយើងទាំងពីរនាក់ក៏បានឮសំឡេងអ្នកណាម្នាក់បានស្រែកហៅពួកយើងចេញមកពីក្រោយគុំឫស្សីជិតព្រៃនោះល្វើយបើតាមស្ដាប់មើលទៅសំឡេងស្រែកហៅនោះគឺជាសំឡេងរបស់មនុស្សស្រីដែលមានវ័យចំណាស់ទៅហើយសំឡេងស្រែកនៅតែបន្តហៅពួកយើងឮមកអូបន្លាយល្វើយគួរឲ្យព្រឺឆ្អឹងខ្នងដោយស្រែកហៅឲ្យពួកយើងចាំគាត់ផងគាត់ទៅវិញជាមួយនឹងពួកយើងដែរគ្រាន់តែបានលឺភ្លាមអាចជ្រូកវាក៏បានលាន់មកថាណែឯងឃើញអត់ទៅខ្លាចស្អីហ៎មានអ្នកផ្សេងគេមកចាប់ត្រីជាមួយយើងដែរតាអញសង្ស័យថាមាននៅក្នុងភូមិឯវើយគាត់មកចាប់ត្រីមុននេះដែរឥឡូវប្រហែលជាគាត់ចង់ឲ្យយើងចាំគាត់ទៅទាំងមួយគ្នាវិញខ្ញុំងាកមើលទៅអាចជ្រូកហើយក៏និយាយប្រាប់វាវិញថាចុះឯងស្គាល់ទេអីយើងមកចាប់ត្រីមុននឹងមានតែពីរនាក់ទេដូចជាអត់មានឃើញអ្នកណាទេអាចជ្រូកវាក៏បានលាន់មាត់ប្រាប់ខ្ញុំថាចឹងចុះសម្លេងហើយយើងមុននេះមិនជាសម្លេងរបស់អ្នកគេចឹងបើយើងមកចាប់ត្រីមិនមានតែគ្នាពីរនាក់ហ្នឹងខណៈដែលពួកខ្ញុំទាំងពីរនាក់កំពុងតែនិយាយគ្នាសម្លេងស្ត្រីចំណាំម្នាក់នោះនៅតែបន្តហៅពួកខ្ញុំឲ្យនៅរងចាំគាត់ដោយសារតែចិត្តចង់ដឹង
ខ្ញុំហើយនឹងអាជ្រូកក៏បានងាកទៅក្រោយរកមើលប្រភពនៃសំឡេងនោះពេលដែលពួកយើងងាកទៅក្រោយពួកយើងមិនបានឃើញមានអ្នកណាម្នាក់នៅពីក្រោយយើងឡើយតែសំឡេងនោះនៅតែបន្តស្រែកហៅពួកយើងម្ដងទៀតធ្វើឲ្យខ្ញុំនិងអាជ្រូកដឹងច្បាស់ណាស់ថាសំឡេងនេះមានប្រភពចេញមកពីឫស្សីមួយគុំដែលនៅជិតយើងនោះដោយសារតែមានចិត្តចង់ដឹងខ្ញុំក៏តាំងចិត្តក្លាហានស្រែកសួរទៅកាន់សំឡេងនោះវិញថាចុះនៅណាគេស្រែកហៅខ្ញុំនៅខ້ອຍគុំឫស្សីហ្នឹងសំណួរបានចេញពីមាត់របស់ខ្ញុំទៅហើយតែមិនមានសំឡេងឆ្លើយតបមកកាន់ពួកខ្ញុំវិញសោះស្រាប់តែរំពេចនោះក៏មានខ្យល់បក់មកពីណាក៏មិនដឹងរង្គើអស់ដើមឫស្សីនៅមុខពួកខ្ញុំភ្លាមក៏មានស្រមោលមនុស្សស្រីម្នាក់បានដើរចេញមកពីគុំឫស្សីនោះសភាពរបស់មនុស្សស្រីម្នាក់នោះនាងស្លៀកពាក់ឈុតពណ៌សសក់របស់នាងវែងសឹងតែអូសដីតែពួកខ្ញុំមិនបានឃើញមុខរបស់នាងឡើយដោយសារតែសក់របស់នាងបានទម្លាក់មកបាំងមុខចិត្តបាត់ទៅហើយនាងបានដើរចូលមកកាន់តែជិតពួកយើងហើយពួកខ្ញុំស្រែកសួរវិញថានាងជាអ្នកណាគេមិនបានជាមិនឲ្យពួកខ្ញុំឃើញមុខស្រាប់តែភ្លាមស្ត្រីចំណាស់ម្នាក់នោះក៏បានលូកដៃទៅវិចសក់របស់នាងចេញពីមុខគ្រាន់តែនាងយកដៃវិចសក់បែរទៅក្រោយវាបង្ហាញមុខនាងឲ្យពួកយើងបានឃើញយ៉ាងច្បាស់មុខនាងមួយចំហៀងរលេះរលួយសឹងតែមើលពុំយល់ចំណែកមុខនាងមួយចំហៀងទៀតមើលទៅខ្មៅឆេះខ្លោចដូចជាមានអ្នកណាគេដុតរីឯមាត់របស់នាងវិញហើយរយៈដូចមានគេចាប់ហែកដល់គុំត្រជាចំណែកភ្នែករបស់នាងវិញខូងខ្មៅបាត់ក្របភ្នែកអស់ទៅហើយអាជ្រូកនឹងខ្ញុំពេលបានឃើញសភាពរបស់ស្ត្រីម្នាក់នោះភ្លាមពួកយើងក៏បានស្រែកព្រមគ្នាថាចង្រៃយកខ្មោចឡងហើយរួចពួកខ្ញុំទាំងពីរនាក់ក៏បាននាំគ្នាបែរមុខរួចចាប់ផ្ដើមរត់មួយទំហឹងខ្លួនទម្លាក់ត្រីដែលរកបានមុននេះចោលដោយមិនខ្វល់ឡើយខ្មោចនោះវាចាប់ផ្ដើមសោតខ្លាំងហើយនិយាយស្រែកមកកាន់ពួកយើងថាកុំតន់ឲ្យទៅណាវាសុំទៅជាមួយដែរពួកយើងរត់បានមួយសន្ទុះសំឡេងខ្មោចនោះនៅតែបន្តស្រែកហៅពួកយើងពីក្រោយពួកខ្ញុំងាកសម្លឹងមកក្រោយពធខ្មោចនោះវាលែងរត់តាមពួកខ្ញុំទៀតហើយតែវាបានហោះដេញតាមពួកខ្ញុំវិញម្ដងជាមួយនឹងសំឡេងស្រែកហៅល្វើយពួកខ្ញុំទាំងពីរនាក់ក៏បាននាំគ្នាខំប្រឹងរត់រហូតផុតព្រៃនោះហើយក៏បានឮសំឡេងស្រែកហៅពួកយើងថាហើយពួកឯងមកពីណារត់លឿនម្ល៉េះខ្ញុំហើយនឹងអាជ្រូកឈប់នៅមួយកន្លែងហើយក៏ងាកទៅមើលសំឡេងដែលស្រែកហៅពួកយើងមុននេះតាមពិតនោះគឺជាអាពីងនិងអាក្តាមសពួកវាកំពុងតែឈរចាំខ្ញុំនៅកន្លែងមើលគោដែលមើលទៅទឹកមុខហាក់ដូចពួកវាកំពុងតែខឹងដែលបាត់ពួកខ្ញុំយូរខ្ញុំពីអ្នកអាជ្រូកមើលមុខគ្នាហើយក៏និយាយថាខ្មោចនោះវាឈប់ដេញតាមពួកយើងទៀតហើយភ្លាមអាពីអ្នកនោះវាក៏បានដើរមករកពួកខ្ញុំហើយពួកវាក៏បានសួរខ្ញុំថាចូលពួកឯងមុននឹងទៅណាបានជាពួកអញដកមិនឃើញសោះហើយវាកើតអីហើយបានធ្វើមុខដូចជាត្រូវខ្មោចឡងអាជ្រូកវាក៏បានប្រាប់ពួកនោះវិញថាអញខ្មោចឡងមែនតាអញដុតពីអ្នកអាសនាចង់ដាច់ខ្យល់ហើយអាក្តាមនិងអាពីងពេលបានលើអាជ្រូកវានិយាយរួចពួកវាចាប់ផ្ដើមសោតហើយនាំគ្នាយកជើងធាក់ពួកខ្ញុំម្នាក់មួយជើងរួចអាពីងអ្នកនោះវាក៏និយាយឡើងថាខ្មោចស្អីហើយហាតោះនាំគ្នាទៅផ្ទះមេឃងឹតខ្លាំងហើយយើងនៅយប់តិចហ្នឹងពុកម៉ែនៅផ្ទះគាត់បារម្ភឡើយវើយខ្ញុំហើយនឹងអាជ្រូកមើលមុខគ្នាព្រោះថាអាពីងអ្នកនេះវាហាក់ដូចជាមិនជឿនៅអ្វីដែលពួកខ្ញុំបានជួបមុននេះឡើយតែក៏មិនដឹងបង្ខំនឹងនិយាយប្រាប់វាយ៉ាងម៉េចឲ្យជឿដែរព្រោះថាមុននេះខ្មោចនោះវាតាមលងតែខ្ញុំនិងអាជ្រូកពួកវាមានបានជួបឯណាខ្ញុំក៏បានឆ្លើយប្រាប់អាក្តាមនិងអាពីងវិញថាតោះនាំគ្នាដឹកគោទៅទៀតកុំឲ្យមេឃងឹតខ្លាំងជាងនឹងទៀតរួចពួកខ្ញុំទាំង4នាក់ក៏បានយកគោមកផ្ទះវិញរៀងខ្លួនខ្ញុំនិងអាជ្រូកភ័យមិនទាន់បាត់នឹងនៅតែមានអារម្មណ៍ភ័យខ្លាចពីរឿងរ៉ាវដែលពួកយើងបានជួបខ្មោចនៅគុំរិស័យមុននេះនៅពេលដើរមកតាមផ្លូវអាជ្រូកវាខ្សឹបប្រាប់ខ្ញុំថា
វាស្បត់ថាឈប់ទៅគុំរិស័យក្រៅភូមិនោះទៀតហើយខ្ញុំក៏តបវាវិញថាអញក៏ដូចឯដែរអញនៅញ័រជើងមិនទាន់បាត់ភ័យផងនេះដឹកគោបានមួយសន្ទុះពួកយើងក៏បានចូលមកដល់ក្នុងភូមិហើយពួកយើងទាំង4នាក់ក៏បានលាគ្នាទៅផ្ទះវិញរៀងៗខ្លួនស្អែកឡើងពួកយើងទាំង4នាក់ក៏បាននាំគ្នាមកមើលគោជុំគ្នាដូចជាទម្លាប់រាល់ដងនៅពេលដែលរកកន្លែងដែលមានស្មៅខ្ចីចងគោឲ្យស៊ីរួចហើយអាពីងវាក៏បានបបួលពួកយើងទាំង4នាក់ឲ្យចុះទៅរាវខ្យងនៅឯក្នុងបឹងដើម្បីយកមកដុតព្រោះថាថ្ងៃនេះវាបានយកអំបិលមីមកពីផ្ទះរបស់វាពីកញ្ចប់ដែរក្រោយពីនិយាយគ្នារួចពួកយើងទាំង4នាក់ក៏បាននាំគ្នាដើរទៅរកមើលខ្យងនៅក្នុងបឹងជិតនោះខ្ញុំនិងអាពីងដែលមិនចេះហែលទឹកក៏បានដើររកមើលខ្យងដែលនៅក្រោមស្លឹកឈូកនៅទឹករាក់រាក់ចំណែកអាក្តាមនិងអាជ្រូកវិញដែលសារតែវាទាំងពីរនាក់ចេះហែលទឹកពួកវាក៏បានចុះទឹកជ្រៅរកខ្យងដែលនៅក្រោមដើមត្រកួនក្នុងបឹងអាក្តាមនិងអាជ្រូកពេលដែលពួកវារាវបានខ្យងពួកវាគិតតែបោះឡើងមកលើគោធ្វើឲ្យខ្ញុំនិងអាពីងនៅលើឯណេះឬខ្យងតាមកន្លែងដែលវាបោះសឹងតែវិលក្បងពួកយើងដើររកបានមួយសន្ទុះធំក៏រកបានខ្យងមួយថ្នាក់អាលពេញអាជ្រូកវាក៏លាន់មាត់ថាណែពួកឯងរាវប៉ុណ្ណឹងបានហើយវើយអានចិត្តពេញដាក់ខ្យងលេងបានហើយតោះនាំគ្នាទៅដុតស៊ីវិញម្ដងពេលដែលបានលឺអាពីងវានិយាយរួចហើយពួកយើងទាំង4នាក់ក៏បាននាំគ្នាដើររើសកំទេចអដែលនៅជិតនោះយកមកបង្កាត់ភ្លើងដើម្បីដុតខ្យងភ្លើងឆេះឡើងទ្រលោមហើយរង្ឃឹកភ្លើងក៏ចាប់ដាំឆេះឡើងរងំពួកខ្ញុំទាំង4នាក់ក៏បាននាំគ្នាដាក់ខ្យងដែលរើបានមុននេះចូលទៅក្នុងភ្នក់ភ្លើងដែលកំពុងតែក្តៅសំឡេងផ្ទុះលាន់ចេញមកពីក្នុងភ្នក់ភ្លើងធ្វើឲ្យពួកយើងនាំគ្នាគេចបាត់ជើងសោកព្រាតព្រោះថាសត្វខ្យងពេលដែលយើងដុតវាជាមួយនឹងភ្លើងក្តៅវាតែងតែមានខ្យងខ្លះផ្ទុះសម្បករបស់វាចេញមកក្រៅបន្ទាប់ពីមួយសន្ទុះធំខ្យងដែលពួកយើងបានដុតក៏វាឆ្អិនហើយយើងទាំង4នាក់ក៏បាននាំគ្នាឆ្កឹះខ្យងចេញពីរងើកភ្លើងទុកឲ្យវាត្រជាក់មុននឹងចាក់វាចេញមកក្រៅអាក្តាមវាក៏ទៅរើសមេទិសីតូចៗចំនួន4យកមកឲ្យពួកយើងទុកចាក់ខ្យងដែលឆ្អិននេះជ្រលក់ជាមួយនឹងអំបិលមីកំពុងតែនាំគ្នាចាក់ខ្យងពួកយើងទាំង4នាក់ក៏បានឃើញបងធានជាកូនរបស់ពូថនក្នុងដៃគាត់មានកាន់សន្ទូចមកអង្គុយជិតកន្លែងដែលពួកខ្ញុំកំពុងតែដុតខ្យងគ្រាន់តែបានឃើញគាត់មកដល់ភ្លាមពួកយើងក៏បានទុកខ្យងចោលហើយដើរទៅមើលគាត់ស្ទួចត្រីវិញម្ដងបងធានគាត់យកពងអង្ក្រងមកដាក់ជាប់នឹងផ្លែសន្ទូចរួចក៏បោះវាចូលទៅក្នុងទឹកបឹងគ្រាន់តែផ្លែវាលិចចូលទៅក្នុងទឹកភ្លាមក៏មានត្រីស៊ីតែម្ដងបងធានក៏ប្រញាប់វាត់វាឡើងលើខ្ញុំក៏បានឃើញត្រីក្រាញ់ចង់ប៉ុនកដៃជាប់នឹងផ្លែសន្ទូចរបស់គាត់កំពុងតែប្រកាច់លោតពេញតែដីគ្រាន់តែឃើញបងធានគាត់ស្ទូចត្រីបានភ្លាមអាក្តាមនិងអាជ្រូកវាក៏បានលាន់មាត់ថាវាចង់ស្ទូចត្រីដូចបងធានដែរតែវាមិនមានសន្ទូចដូចគាត់បងធានគាត់សើចតិចហើយក៏ងាកមកនិយាយជាមួយពួកខ្ញុំថាបើចង់ស្ទូចត្រីនាំគ្នាទៅរកដងសន្ទូចមកចឹងព្រោះបងមានតែខ្សែនិងផ្លែអត់មានដងទេហើយនាំគ្នាទៅរកដងមកចាំបងចង់ផ្លែឲ្យគ្រាន់តែបានលឺគាត់និយាយភ្លាមពួកខ្ញុំទាំង4នាក់ក៏ស្ទុះប្រញាប់នាំគ្នាដើរទៅរកមែកឈើណាដែលអាចយកមកធ្វើដងសន្ទូចបានបន្តិចក្រោយមកអាជ្រូកនិងអាក្តាមពួកវាក៏បានត្រឡប់មកវិញជាមួយនឹងមេឃព្រីងម្នាក់មួយដើមទុកធ្វើដងសន្ទូចចំណែកឯខ្ញុំឯនេះវិញក៏បានកាច់មេឃរាំងដែលនៅជិតនោះទុកធ្វើដងសន្ទូចដែរកំពុងតែបង្ហាញដងសន្ទូចគ្នាស្រាប់តែអាពីងវិដាមកពីព្រៃនៅខាងក្រោយនេះបង្ហាញនៅមេឃទិសីមួយដើមនៅក្នុងដៃដែលនៅលើមេឃទិសីនោះមានក្រណាត់ក្រហមនៅចុងរបស់វាបន្តិចអាជ្រូកពេលវាបានឃើញមេឃទិសីដែលអាពីងវាកាន់មកហើយវាក៏ប្រញាប់សួរអាពីងថាចុះឯងទៅកាប់ឫស្សីមួយដើមនេះមកពីណាមានទាំងក្រណាត់ក្រហមនៅជាប់ទៀតនៅពេលដែលអាជ្រូកវានិយាយចប់ខ្ញុំក៏ប្រញាប់និយាយបន្ថែមថាណែ
ឯងកុំប្រាប់អញទេថាឯងទៅកាប់ឫស្សីម្ដាមនេះនៅក្រោយភ័យដែលកន្លែងយើងមើលគោវើយគ្រាន់តែលើពួកខ្ញុំនិយាយភ្លាមអាពីងវាឆ្លើយទាំងមិនមានការខ្វាយខ្វល់ថាវាពិតជាបានទៅកាប់ឫស្សីពីកន្លែងនោះពិតមែនហើយវាក៏បានទាញយកក្រណាត់ក្រហមដែលនៅជាប់នឹងដើមឫស្សីយកមកចងឫស្សីដែលវាកាប់ទៀតផងខ្ញុំនឹងអាចជ្រូកពេលបានលើសម្ដីរបស់អាពីងរួចពួកយើងសម្លឹងមើលមុខគ្នាហើយក៏ប្រញាប់និយាយឲ្យអាពីងថាណែអាពីងឯងឈួតមែនអ្នកភូមិគេដឹងគ្រប់គ្នាថាកន្លែងហ្នឹងមានអមនុស្សនៅហើយមិនឯងហ៊ានទៅកាប់ឫស្សីពីកន្លែងហ្នឹងចឹងណាឯងអត់មានខ្លាចអីទេពេលបានលើពួកខ្ញុំនិយាយរួចអាពីងវានៅតែបន្តធ្វើហាក់ដូចជាមិនខ្វល់ហើយក៏បានប្រាប់ពួកខ្ញុំវិញថាហើយពួកវាយទៅខ្លាចអីម្ល៉េះអើយវាគ្មានស្អីទេតោះនាំគ្នាឲ្យបងធានគាត់ចងសទួយឲ្យយើងវិញខ្ញុំនឹងអាចជ្រូកសម្លឹងមើលអាពីងពីដើរទៅទាំងហួចចិត្តដោយមិននឹកស្មានថាវាហ៊ានទៅកាប់ឫស្សីនៅកន្លែងនោះសោះព្រោះថាពួកខ្ញុំទើបតែបានជួបរឿងបាត់សក់កាលពីល្ងាចមិញនៅកន្លែងគុំឫស្សីមួយនោះបន្ទាប់ពីចងសន្ទូចរួចហើយពួកយើងទាំង4នាក់ក៏បាននាំគ្នាទៅអង្គុយស្ទូចត្រីជាមួយនឹងបងធានតែខណៈដែលពួកយើងកំពុងតែអង្គុយជុំគ្នាសុកមេឃដែលធ្លាប់តែស្ងប់ស្ងាត់មុននេះភ្លាមក៏ស្រាប់តែមានខ្យល់មួយវឹបមិនដឹងបក់មកពីណាវាបក់សម្ដៅមករកពួកយើងហើយដេកចូលភ្នែកចូលមុខចូលមាត់រកតែបើកភ្នែកមិនបានបន្តិចក្រោយមកខ្យល់នោះក៏បានស្ងប់ស្ងាត់ទៅវិញគ្រាន់តែពេលដែលពួកយើងបើកភ្នែកមកវិញភ្លាមក៏ស្រាប់តែបានឃើញអាពីងវាកំពុងតែដេកប្រកាច់ប្រកិននៅលើដីខ្ញុំគ្រាន់តែបានឃើញសភាពអាពីងភ្លាមក៏ប្រញាប់ហៅបងធានដែលនៅជិតនោះឲ្យគាត់មកជួយមើលអាពីងដែរព្រោះមិនដឹងថាវាកើតអីបានជាវាប្រែទៅជាប្រកាច់ប្រកិនបែបនេះបងធាននិងពួកខ្ញុំ3នាក់ទៀតក៏បាននាំគ្នាទម្លាក់សន្ទូចចោលហើយក៏នាំគ្នារត់សម្ដៅទៅរកអាពីងពេលដែលទៅដល់ពួកយើងទាំង4នាក់ក៏បាននាំគ្នាយកដៃអង្រួននិងស្រែកហៅអាពីងសួរថាវាកើតអីតែមើលទៅអាពីងវាហាក់ដូចជាមិនបានឮពួកយើងនាំគ្នាស្រែកហៅវាឡើយស្រាប់តែរំពេចនោះអាពីងវាចាប់ផ្ដើមកន្ត្រាក់កាន់តែខ្លាំងធ្វើឲ្យពួកខ្ញុំកាន់តែភ័យខ្ញុំបំរុងប្រាប់អាក្តាមឲ្យវារត់ទៅហៅម៉ែឪរបស់អាពីងហើយតែមិនទាន់បាននឹងប្រាប់វាផងក៏ស្រាប់តែអាពីងវាស្ទុះងើបមកអង្គុយឆ្ងល់វាកាច់កគួរឲ្យខ្លាចសម្លឹងមកកាន់ពួកយើងគ្រប់គ្នារួចវាក៏បានបញ្ចេញនូវស្នាមញញឹមដែលមើលទៅគួរឲ្យព្រឺឆ្អឹងខ្នងមកកាន់ពួកយើងគ្រប់គ្នាដែរបងធានពេលឃើញអាពីងវាងើបទាំងខ្លួនឡើងវិញគាត់ក៏ប្រញាប់សួរទៅកាន់វាថាចុះឯងកើតអីមុននេះបានជាប្រកាច់ប្រកិនចឹងអាពីងវាឆ្លើយទាំងសំឡេងស្មើនឹងមួយហើយមិនបានងាកមើលពួកយើងឡើយវាថាវាអត់មានកើតអីទេវាគ្រាន់តែធ្វើលេងប៉ុណ្ណោះអាក្តាមវាទាញពួកខ្ញុំទាំង3នាក់ឲ្យក្រោកឈររួចវាប្រាប់ថាវាស្គាល់អាពីងយូរហើយមិនដែលលើកអាពីងវានិយាយមួយបែបនេះទេវាសង្ស័យតែនេះមិនមែនជាអាពីងទេដឹងពួកយើងទាំង4នាក់កំពុងតែមើលមុខគ្នាគិតពីសម្ដីរបស់អាក្តាមស្រាប់តែអាពីងវាស្ទុះក្រោកឈរហើយនិយាយតែសំឡេងមួយមកកាន់ពួកយើងថាតោះនាំគ្នាទៅស្ទូចត្រីទៀតបន្ទាប់ពីនិយាយរួចអាពីងវាក៏ដើរយឺតទៅរឹសសន្ទូចហើយទៅអង្គុយស្ទូចត្រីបន្តមើលទៅដូចជាគ្មានវិញ្ញាណចាប់ពីពេលនោះមកពួកយើងគ្រប់គ្នាក៏បាននាំគ្នាសង្កេតទៅលើសកម្មភាពរបស់អាពីងមិនឈប់ព្រោះថាក្រោយពីពេលដែលវាបានភ្ញាក់ដឹងខ្លួនមកវិញក្រោយពីការប្រកាច់ប្រកិនមុននេះវាមើលទៅមិនមែនជាអាពីងដែលពួកយើងបានស្គាល់ទៀតនោះទេខ្ញុំសម្លឹងមើលទៅអាពីងដែលកំពុងតែអង្គុយស្ទូចត្រីក្បាលរបស់វាក៏លេចឆ្វេងក៏លេចស្ដាំភ្នែករបស់វាមើលលើមើលក្រោមមើលទៅដូចជាមិនស្រួលសោះបរិយាកាសដែលអ៊ូអរសប្បាយមុននេះក៏បានប្រែទៅជាស្ងប់ស្ងាត់មិនមានអ្នកណាម្នាក់ហ៊ាននិយាយអ្វីទៀតឡើយភ្លាមអាចជ្រូកវាក៏ស្ទូចបានត្រីក្រាញ់ប៉ុនកដៃហើយវាក៏វាត់ត្រីនោះឡើងមកលើគោកតែអ្វីដែលខ្ញុំកត់សម្គាល់មុនគេនោះគឺសកម្មភាពរបស់អាពីង
នៅពេលដែលវាបានឃើញត្រីដែលអាចជ្រូកវាស្ទូចបានហើយអាពីងវាចាប់ផ្ដើមតាមសម្លឹងមើលត្រីនោះមិនដាក់ភ្នែកសោះហើយវាក៏ចាប់ផ្ដើមលិតមាត់លិតកហាក់ដូចជាឃ្លានចង់ស៊ីត្រីនោះទាំងរស់មិនមែនមានតែខ្ញុំនោះទេដែលឃើញពីសកម្មភាពប្លែកៗរបស់អាពីងសូម្បីតែបងធានអាក្តាមនិងអាចជ្រូកខ្លួនវាផ្ទាល់ក៏បានឃើញដូចខ្ញុំដែររំពេចនោះអាពីងវាក៏បាននិយាយដោយសំឡេងអន្លាយមួយទៅកាន់អាចជ្រូកថាវាឃ្លានណាស់អាចជ្រូកឲ្យត្រីនោះវាស៊ីបានដែរឬទេគ្រាន់តែបានលើកសម្ដីរបស់អាពីងរួចអាចជ្រូកវាក៏បានតបទៅកាន់អាពីងវិញថាស៊ីស្អីហើយអានេះថៃនៃឆៃហ្នឹងមិនហើយមកស៊ីថៃឆៃហ្នឹងមែនទេស្រាប់តែអាពីងវានិយាយដោយសំឡេងស្មើដោយកំបុតថាស៊ីទាំងឆៃនឹងហើយគ្រាន់តែបានលើកសម្ដីអាពីងនិយាយរួចពួកយើងទាំង4នាក់បានមើលមុខគ្នាហើយអាចជ្រូកវាក៏បាននិយាយបន្ថែមដោយការលេងសើចថាបាយស៊ីកាត់យកទៅស៊ីទៅចឹងអានេះវៃដំបងគិតថាអាពីងវានិយាយលេងតែគ្រាន់តែបានលើអាចជ្រូកវានិយាយថាស៊ីបានក៏ស៊ីទៅស្រាប់តែអាពីងវាក៏បានលូកដៃទៅចាប់ត្រីដែលជ្រូកស្ទួចបានមុននេះចាប់មកដាក់ខំក្នុងមាត់ទាំងរស់ខ្ញុំគ្រាន់តែបានឃើញអាពីងវាស៊ីត្រីនោះទាំងរស់ខ្ញុំក៏ប្រញាប់វាយដៃរបស់អាពីងធ្វើឲ្យជ្រុះត្រីចេញពីមាត់របស់វាគ្រាន់តែត្រីធ្លាក់ដល់ដីភ្លាមអាពីងវាងាកសម្លាក់ថ្លែមកកាន់ខ្ញុំហាក់ចង់ស៊ីសាច់ខ្ញុំទាំងរស់ហើយភ្លាមនោះស្រាប់តែអាពីងវានិយាយទាំងសម្ដីចម្លែកមកកាន់ខ្ញុំថាក្មេងមិនដឹងអីតិចអញកាច់ងត់ទៅអាក្តាមពេលបានលឺអាពីងវានិយាយរួចវាក៏ប្រញាប់និយាយកាត់អាពីងថាឈួតអីហើយអានេះនិយាយអីឡប់ចឹងក្រោយពីបានលើសម្ដីអាក្តាមនិយាយរួចភ្លាមអាពីងវាក៏បានងាកទៅរកអាក្តាមផ្លែតហើយបានសម្លក់ទៅកាន់អាក្តាមដូចជាបានខឹងសម្បានឹងអ្វីដែលវាបាននិយាយកាលពីមុននេះរឿងរ៉ាវមិនទាន់ចាប់ត្រឹមនេះនោះទេព្រោះថាភ្លាមអាពីងវាក៏បានលូកដៃទៅរើសត្រីដែលជ្រុះនៅដីមុននេះយកមកខាំស៊ីបន្តតែលើកនេះមិនមានអ្នកណាម្នាក់ហ៊ានខ្វាត់វាទៀតទេគ្រប់គ្នាសម្លឹងទៅកាន់អាពីងវាខាំស៊ីត្រីនោះទាំងរស់ឈាមត្រីហូរកាត់មាត់របស់វាប្រឡាក់ខ្លួនដាបឃើញហើយគួរឲ្យខ្ពើមរអាបងធានដែលជាមនុស្សធំជាងគេក្នុងចំណោមពួកយើងពេលគាត់បានឃើញអាពីងវាខំស៊ីត្រីទាំងរស់បែបនេះគាត់ក៏បានដាក់សម្ដៅទៅរកអាពីងហើយក៏ចាប់យកត្រីដែលវាកំពុងតែស៊ីនោះបោះចូលទៅក្នុងទឹកបឹងវិញហើយនិយាយឲ្យអាពីងថាមិនបានជាឯងភ្លើស៊ីរបស់ឆៅអញ្ចឹងបងធានគាត់និយាយមិនទាន់នឹងចប់ផងក៏ស្រាប់តែអាពីងវាបានហក់មកកន្ទប់លើខ្លួនរបស់គាត់ហើយយកដៃរបស់វាច្រវាច់កបងធានជាប់ពួកខ្ញុំទាំង3នាក់ពេលបានឃើញហើយក៏បាននាំគ្នាទៅចាប់អាពីងចេញពីបងធានតែចម្លែកត្រង់ថាពួកខ្ញុំទាំង3នាក់ខំប្រឹងខ្លាំងយ៉ាងណាក៏មិនអាចចាប់ទាញអាពីងបានដែរកម្លាំងរបស់វាប្រៀបបានដូចជាគោឡើងកចាប់យ៉ាងណាក៏ចាប់មិនឈ្នះខ្ញុំឃើញបងធានដែលត្រូវបានអាពីងច្របាច់កគាត់ធ្វើមុខថប់ដូចចង់ផុតដង្ហើមខ្ញុំក៏បានប្រាប់អាក្តាមនិងអាជ្រូកឲ្យប្រញាប់ជួយទាញអាពីងចេញពីបងធានជាបន្ទាន់ព្រោះថាបើយឺតពេលច្បាស់ជាមានរឿងដល់បងធានជាមិនខានម្ដងនេះពួកខ្ញុំទាំង3នាក់ក៏បានប្រើកម្លាំងមួយទំហឹងមុខរបស់ពួកយើងឡើងក្រហមគ្រប់តែគ្នាដើម្បីចាប់ទាញអាពីងចេញពីបងធានបន្ទាប់ពីប្រើកម្លាំងឡើងជិញសរសៃដៃសឹងតែគ្រប់គ្នាពួកយើងទាំង3នាក់ក៏បានចាប់បំបែកអាពីងចេញពីបងធានបានដោយជោគជ័យបងធានគាត់ជោគដៃអង្អែលកគាត់ក្អកឆ្លក់តិចព្រោះថាមុននេះគាត់សឹងតែដាច់ដង្ហើមស្លាប់ដោយសារតែអាពីងវាបានច្របាច់កគាត់មិនព្រមលេងសោះអាក្តាមវាក៏បានស្រែកថាឲ្យអាពីងដែលមើលទៅអាពីងពេលនេះមុខមាត់របស់វាប្រឡាក់សុទ្ធតែឈាមមើលទៅគួរឲ្យខ្លាចរអាចំណែកអាជ្រូកវិញវាក៏បានស្ដីឲ្យអាពីងថាមិនបានជាឲ្យចាប់ច្របាច់កបងធានមិនព្រមលេងសោះ
ហើយឈួតហើយមែនអាពីងក្រោយពីបានលឺពួកយើងគ្រប់គ្នានិយាយរួចអាពីងវាកាច់កមកឆ្វេងមកស្ដាំហើយសើចឡើងលឺមើលទៅដូចជាមនុស្សឈួតហើយវាក៏មិនបាននិយាយតបតអ្វីឡើយមកកាន់ពួកយើងតែវានៅតែបន្តសើចបញ្ឈប់អាចជ្រូកវាក៏បានខិតមកចិត្តពួកខ្ញុំរួចវានិយាយខ្សឹបខ្សឹបតិចថាណែពួកឯងអញសង្ស័យតែអាពីងវាខ្មោចចូលទេបានជាមើលទៅវាដូចជាមិនដឹងអីសោះវិញខណៈពេលដែលកំពុងតែខ្សឹបនិយាយគ្នាអាពីងដែលកំពុងតែឈរមុខពួកយើងវាក៏បានស្ទុះរត់ចូលទៅក្នុងព្រៃចិត្តនោះបាត់ពួកខ្ញុំទាំង3នាក់ទោះបីជាពេលនេះមានអារម្មណ៍ថាមិនស្រួលជាមួយនឹងសកម្មភាពរបស់អាពីងយ៉ាងណាក៏ដោយក៏ពួកយើងទាំង4នាក់មិនទៅណាចោលអាពីងដែរបងធានគាត់ស្ទុះងើបឡើងហើយប្រាប់ពួកខ្ញុំទាំង4នាក់ឲ្យប្រញាប់ទៅតាមអាពីងដែលរត់ចូលទៅព្រៃមុននេះពួកយើងទាំង4នាក់ដើររកវាផងស្រែកហៅវាផងតែមិនមានសំឡេងអាពីងវាតបមកវិញសោះដោយសារតែពេលនេះមេឃវារៀងល្ងាចដែរហើយទើបពួកខ្ញុំប្រញាប់ប្រញាល់ខំប្រឹងដើររកអាពីងធ្វើយ៉ាងណាឲ្យបានរកឃើញវាមុនពេលដែលមេឃងងឹតព្រះអាទិត្យរៀបនឹងអស់ស្ដង់គត់ទៅហើយតែពួកយើងទាំង4នាក់នៅមិនទាន់រកអាពីងឃើញនៅឡើយទេស្រាប់តែរំពេចនោះអាចជ្រូកវាក៏បានលាន់មាត់មកថានោះឃើញហើយវារកឃើញអាពីងហើយពួកខ្ញុំខំទម្លឹងរកមើលអាពីងតែមិនបានឃើញដោយដែលអាចជ្រូកវានិយាយឡើយអាក្តាមវាក៏បានសួរទៅកាន់អាចជ្រូកថាចុះអាពីងវានៅត្រង់ណាមិនដេចបានជាអញមើលមិនឃើញសោះបងធាននិងខ្ញុំក៏បាននិយាយបន្ថែមទៀតថាអត់ឃើញមែនតើហើយឯងឃើញអាពីងវានៅត្រង់ណាអាចជ្រូកវាមិនបានឆ្លើយតបមកកាន់ពួកយើងឡើយវានៅឈរស្ងៀមត្រឹងហើយវាក៏បានលើកដៃរបស់វាចង្អុលទៅខាងលើពួកខ្ញុំទាំង4នាក់ក៏បាននាំគ្នាងាកទៅមើលតាមទិសដៅដែលអាចជ្រូកវាបានចង្អុលបង្ហាញមុននេះស្រាប់តែពួកយើងបានឃើញអាពីងពិតមែនវាកំពុងតែឈរនៅលើដង្គៀបដើមរាំងដែលនៅជិតឫស្សីមួយគុំនៅព្រៃនោះពួកយើងទាំង4នាក់ក៏បាននាំគ្នាស្រែកហៅនិងរត់សម្ដៅទៅរកអាពីងពេលដែលទៅដល់ក្រោមដើមរាំងនោះភ្លាមបងធានគាត់ក៏បានស្រែកឲ្យអាពីងថាចុះឯងឡើងទៅធ្វើអីនៅលើនោះចុះក្រោមមកវិញមកប្រយ័ត្នធ្លាក់ស្លាប់តែអាពីងវាហាក់មិនបានខ្វល់នឹងសម្ដីរបស់បងធានឡើយអាពីងវាចាប់ផ្ដើមសើចឡើងខ្លាំងនិងស្រែកលឺកងរំពងព្រៃស្រាប់តែរំពេចនោះមីនសំដែលជាម្ដាយរបស់អាពីងគាត់ក៏បានត្រឡប់មកពីស្រែវិញគាត់ឃើញពួកខ្ញុំកំពុងតែស្រែកឡូឡាគាត់ក៏បានដើរចូលមកមើលបងធានកាលបានឃើញមីនសំគាត់ក៏បានប្រាប់ថាអាពីងកូនរបស់មីងវាឡើងទៅលើដើមរាំងមិនព្រមចុះសោះមីនសំគាត់សម្លឹងងើយទៅលើពិតជាបានឃើញអាពីងនៅលើនោះមែនឬគាត់ក៏និយាយឡើងថាចុះឯងទៅធ្វើអីនៅលើដើមរាំងនឹងហើយគេឯងហើយចុះមកគ្រប់គ្នាមិនដេចក៏ឯងមិនចុះអាពីងវាក៏ប្រញាប់ឆ្លើយមកម៉ែវាវិញនៅធម្មតាថាវាឡើងមកលើដើមរាំងនេះដើម្បីមើលទេសភាពពីលើនេះទៅមីងសំពេលបានលើអាពីងនិយាយរួចគាត់ក៏បានបន្តថាឡើងទៅលេងស្អីឯងនៅលើនឹងឥឡូវចុះក្រោមមកត្រឡប់ទៅផ្ទះវិញគ្រាន់តែបានឮសម្ដីម៉ែរបស់វាហៅឲ្យត្រឡប់ទៅផ្ទះវិញអាពីងដែលមុននេះមើលទៅជាមនុស្សដែលនិយាយគ្នាមិនស្ដាប់និងមិនដឹងខ្យល់អីសោះក៏បានចុះមកក្រោមវិញភ្លាមពេលដែលអាពីងវាចុះមកដល់ក្រោមមីងសំឃើញមុខមាត់កូនរបស់ខ្លួនប្រឡាក់សុទ្ធតែឈាមគាត់ក៏ប្រញាប់សួរវាថាហើយឯងទៅធ្វើអីបានជាមាត់មានសុទ្ធតែឈាមអាពីងវាធ្វើភ្នែកកលែងក្រឡង់មិនបានតបជាមួយនឹងម៉ែវាឡើយស្រាប់តែមីងសំគាត់បែរងាកមករកពួកយើងគ្រប់គ្នាហើយនិយាយដោយសម្ដីខ្លាំងមកថាច្បាស់ណាស់ពួកឯងធ្វើបាបកូនអញជាមិនខានទើបធ្វើឲ្យវាមិនហ៊ានចុះដីសោះពួកយើងទាំង4នាក់មិនទាន់បាននិយាយតបវិញមួយម៉ាត់ផង
mình xòm cốt có bàn ốp đầy ập biển tớp tèo vinh giang bừng ngạp hai cột như giấy đồ tích tại thả lực rồi có một liền chỉ mùi nâng bộ việt tiệt hành khơi bộ việt thưa bà tí nhóm bằng thiên ác đàm nước ạch rủ bê bàn lử sầm đầy đã bó mình xòm rồi bộ dương tầng bốn nẻ có ban nôm khné hôi chật nước sầm đầy đã bó mình xòm này cốt bàn đi dễ môn nỉ tiếng đại cột mình prop nâng đạp hết pò đã bó bộ dương lạiพวกยมต่างบุญเนี่ยโชว์สำลังเมื่อมินซอมดักได้อเปียงตลอดเติบแต่วินสับตายลงปิดหนูอเปียงวิวกบานกระเล็กเมื่อหมกกรอยรูดบังหันสนามยนยมย่างกำนาดหมกกันปุยยืงครุกเนียโดยสามเมตรวิกันแต่งงดบงเทียนก็ปริญญาพระปุยยืงอัตลอดเติบแต่วินกลมเอายุบตอนปีขยมดักโกหมกดอบแต่วินช่างก็ปริญญายกเวียที่โจกรอลเนื้อไอกรอยhai cậu bạn đã một hàng mốc tẻ sắp tầm mày cốt khơi trong phim cốt cậu bạn với một cánh sông thả rút cho cậu nôm kia từ thua ấy à biển ban chiều mình sầm đã chiều mày đã bóc vía ban một rạp cốt thả ôi cậu nôm kia chụp thua bạp à biển tiệt nhóm đã cho tới chết mày rồi cậu rạp cốt thả buộc nhóm mình ban thua bạp ấy viên một tỷ à biển vì nơi sâu sọc rất tại vì này giấy khi lên đằng ấy hỏi về có rút lang đàm chữ buộc nhầm hỏi về rằng mạch cổ viết mình prong cho một quỳnh mẹ cốt nghệ cò nhìn nhiễm chúng có bị nhập bắp quạt thả chúng định dậy chỉ cáp bật mình ban có họ mai nụ tì rút mẹ cốt có bàn top một quỳnh thả cho quạt miên từ thả ấy hỏi tại cồn mình ban thuộc bạp à biến bật mèn bên này dậy khi ruột mai có bàn bị nhập đến nhầm ói từ mùi tật em đừng tự lọp một xí bài quỳnh giúp rửa ngắt chừng xâm lênประกบประกาศได้อมไม่ภูมิบ้านปรับดำนังโดนเนี่ยกรุบเงียถานึกขนมพุ่มยืงเปี้ยนนี้คือเมียนบัดมนูขยมสตูเจนปีขนมเตะก่อบ้านเคยมนุษย์มันเดียน้อมกันเนี่ยกันเพลิงจนหลอกปร้องเปรียดปิ้งมุกเตะระบอกขยมปุกกดก่อประหยับได้เจนปีขนมเตะแต่กันวงมนุษย์ได้กำปงแต่จุ่มขยนูจำในไอ้ขยมไอเนวินก่อบ้านลุดดาตามปีกรอยกดได้เป้แดบปุกตะดอลกอดกอปริญญาสัวอมเมภูมิถาโจบัดก้นเตนหนาลูกบองอมเมภูมิก็บานปรับปุกวินถาคือเอาเปียงก้นระบอดหนึ่งซอมนักอาเทินกอดกอบันตอเทียถาไม่ระบอเวียรถหมกเตี้ยงตรเหบตรหอบหมกพรับขยมมุนนี้เอาช่วยเปิ้งแนบภูมิดาโรก้นระบอกอดผองพรุถามุนนี้เว็บบัดจิ้งบีบเตี่ยมันดังทาเตอร์นานุตีปุกก็บ้านปรับอมเมภูมิวินถาตอนลูกบองก็อ่อยคาดเปลจำขยมเต้จมวยลูกบองนั่งเนี่ยภูมิครุกขณีได้ขณะสำเร็จอู้ออมโน่นใหญ่ขณีสังใต้มันดัดพิมพ์กบานสำเร็จเคยอยากกระดามนั่งอัจรูวิกำปงแต่โชกนั่งวงเนี่ยภูมิได้ขยมก็บ้านได้ตรบปุวีให้สู่วิถาให้ป่วยช่วยตรบเกไอได้ปุวีมันต้นบ้านหนึ่งใช้ต่อมกันชมพองปุกระบอกวีก็บ้านปรับถามันอ่อยปูวีเต้ตีกวาดโยกปูวีมกย้าหนุบเตียขยมจำเป็นเลยกวดมกปีโรคอับเปียงวินกวดหนึ่งเชียงโจโยปูวีตลอดเติบแต่วินเนี่ยภูมิจ้าจางมกร้องถมก็บ้านนอมขณีได้สำได้ถึงมุกเตียดดำใบโรคอับเปียงสำเลยใช้เฮยชมัวได้ปุกไม้ระบอกวีหนึ่งจ้าจากเส้นเตียดล้วนหรือเป็นแต่ภูมิปุ่นลือเพลิงจนหลอกบ้านแจงจังบุญพลือพ้มฐานโดยโต๊ะมวยนี้สังตายกรุบกันไหลพวกขยมแต่งไว้เนี่ยก็บ้านตามมือเราฮดปวกวดบัดฝ่าหอเชิงขนมตีงงเงิดอากาดามนักอาจรูพวกเวแต่งปีเนี่ยองก้อยจำพวกเราบอเวียนนับแต่บอกขยมเชื่อมวยหนึ่งไม้มวยสันตุกร้อยหมกก็บ้านขืนพวกกวดตลอดบุกวินพวกขยมก็บ้านตูตลอดปุกให้สู่พวกกวดถาพวกกวดมิ้นบานตัวเคินอาเปียงได้หรือตีปุกกอดกรีกบาให้บรรทอถาผู้กวดบันโรครุปเป็นแหล่งอ้อหอยแต่โรคอับเปียงเวียมันเขินซอมันดังถาเวียบัดเตนานุตีสลับแต่มันซอมนั่งปูเถื่อนด้าสำดาหมดโรคปุกยมต่างใบแหน่ให้สัวmộtกันปุยิงถาแน่ๆปุไอมินดังถาอับเปียงวิโชจัดเตอกันไหลนาเดออดาปรูถาป่วยบุญเนี่ยนั่งเลยจมูกเนี่ยสังตารอทั้งไงพวกยมกรีกบาปรุธาพวกยมทางบุญเนี่ย
មិនដែលបានទៅណាឆ្ងាយពីព្រៃនៅកន្លែងដែលពួកយើងខ្វៀលគួរនោះទេអ៊ំមេភូមិគាត់ក៏បានលាន់មាត់មុខថាបើសិនជាអាពីងវាបាត់ទៅដែលខ្លួនឯងវាមិនអីនោះទេតែកុំឲ្យតែមានគេចាប់វាទៅបានហើយម៉ែគាត់ក៏បានបន្ថែមមកទៀតថាគាត់ខ្លាចតែមានពពួកអមនុស្សនាំវាទៅច្បាស់ជាមានរឿងធំជាមិនខានមីងសំពេលបានឮសម្ដីម៉ែនិយាយរួចគាត់ក៏ស្រាប់តែនឹកឃើញថាគាត់ក៏សង្ស័យដែរព្រោះថាមុនពេលដែលកូនគាត់អាពីងវាបាត់ខ្លួនវាបានបង្ហាញអាការៈប្លែកៗភ្នែករបស់វាមើលឆ្វេងមើលស្ដាំជាពិសេសវាស្រាប់តែប្រាប់ពុកវាថាវាឃ្លានចង់ស៊ីសាច់ឆាយទៀតផងលុះក្រោយមកបន្តិចក៏ស្រាប់តែបាត់វាចេញពីផ្ទះរកមិនឃើញតែម្ដងគ្រាន់តែបានលើកសម្ដីរបស់ម៉ែអាពីងនិយាយភ្លាមរួចធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលអាពីងវាបានជួបកាលពីថ្ងៃមិញព្រោះវាបានទៅកាប់ឫស្សីពីកន្លែងដែលអ្នកភូមិល្បីថាមានអមនុស្សនៅហើយវាក៏ស្រាប់តែទៅជាលេងដង្អីមួយរំពេចជាពិសេសនោះគឺអាពីងវាបានស៊ីត្រីឆៅដែលពួកយើងបានស្ទូចតែម្ដងគ្រាន់តែគិតឲ្យភ្លាមខ្ញុំក៏បានប្រាប់គ្រប់គ្នានៅទីនោះថាកាលពីថ្ងៃមិញអាពីងវាក៏បានបង្ហាញអាការៈចម្លែកដូចគ្នាដែរព្រោះថាវាស្រាប់តែចាប់ត្រីដែលពួកយើងស្ទូចបានយកទៅខំស៊ីទាំងឆៅគួរឲ្យខ្ពើមរអើមហើយខ្ញុំក៏បន្តទៀតថាមុនពេលដែលវាប្រែប្លែកទៅជាបែបនេះអាពីងវាបានទៅកាប់ឫស្សីក្រោយភូមិមួយដើមយកមកធ្វើដងសន្ទូចអ្នកភូមិគ្រប់គ្នាដែលនៅទីនោះក៏បាននាំគ្នាសម្លឹងមកមើលមុខខ្ញុំចំណែកអ៊ំមេភូមិវិញគាត់ក៏បាននិយាយសួរមកកាន់ខ្ញុំថាគឺជាគុំឫស្សីនៅក្រៅភូមិចិត្តដាំរាំងធំមួយនោះពិតមែនទេខ្ញុំប្រញាប់ងក់ក្បាលហើយឆ្លើយបាតទៅកាន់គាត់វិញហើយប្រាប់ពួកគាត់ថារឿងរ៉ាវទាំងអស់នោះបានកើតឡើងក៏មានអាក្តាមនិងអាជ្រូកនៅទីនោះដែរមិនមែនខ្ញុំនិយាយឡើងចេះតែប្រឌិតនោះឡើយគ្រាន់តែលើខ្ញុំនិយាយភ្លាមពុទ្ធឿនគាត់ក៏ប្រញាប់ឲ្យគ្រប់គ្នានៅទីនោះឲ្យដើរទៅកន្លែងគុំឫស្សីនៅក្រៅភូមិប៉ុន្តែស្រាប់តែអ៊ំមេភូមិគាត់បានខាត់ភ្លាមមួយរំពេចហើយគាត់បាននិយាយប្រាប់គ្រប់គ្នាឡើងថាបើពួកយើងនាំគ្នាទៅទីនោះទាំងយប់យើងគួរតែឲ្យតាប៉ែនឲ្យគាត់មកជាមួយយើងដែរព្រោះថាតាប៉ែនគាត់គឺជាអ្នកចេះរបៀបអាគមនៅក្នុងភូមិរបស់យើងបើបានគាត់ទៅជាមួយបើមានរឿងអ្វីមួយកើតឡើងមានគាត់នៅទីនោះគ្រាន់បានជួយដែរក្រោយពីបានស្ដាប់អ៊ំមេភូមិនិយាយចប់ភ្លាមពុកគាត់ក៏បានប្រញាប់ដើរទៅអញ្ជើញតាប៉ែនឲ្យគាត់មកទីនេះដើម្បីទៅជាមួយអ្នកភូមិព្រោះថាផ្ទះតាប៉ែនក៏នៅជិតផ្ទះរបស់ខ្ញុំដែរមួយសន្ទុះក្រោយមកពុករបស់ខ្ញុំគាត់ក៏បានត្រឡប់មកវិញជាមួយនឹងលោកតាចាស់ម្នាក់ស្លៀកខោចែវអាវអាចារ្យសក់របស់គាត់ស្កូវសពេញតែក្បាលនិងមានថង់យាមខ្មៅមួយនៅជាប់នឹងខ្លួនរបស់គាត់នោះគឺជាតាប៉ែននោះឯងបន្ទាប់ពីតាប៉ែនគាត់បានមកដល់ពួកគាត់ក៏បាននាំគ្នាដើរសម្ដៅទៅក្រៅភូមិដើម្បីទៅរកអាពីងនៅកន្លែងគុំឫស្សីមួយនោះក្រុមអ្នកស្រុកដែលពេលនេះនាំមុខតែអ៊ំមេភូមិដៃពួកគាត់មានកាន់ភ្លើងចន្លុះបំភ្លឺផ្លូវនិងអ្នកភូមិប្រុសប្រខ្លះទៀតមានដំបងមានកាំបិតនិងពូថៅក្នុងដៃគ្រប់គ្នាទុកគ្រាន់ការពីខ្លួនពេលដែលមានបញ្ហាពួកគាត់នាំគ្នាដើរកាត់ព្រៃងងឹតស្លុបដែលមានបរិយាកាសស្ងាត់ឈឹងមិនមានឮសំឡេងអ្វីក្រៅពីសំឡេងសត្វរាត្រីយំឡើយតែសំណាងល្អដែលនៅលើមេឃមានពន្លឺព្រះច័ន្ទជួយបំភ្លឺផ្លូវដើម្បីឲ្យអ្នកទាំងអស់គ្នាមើលបានឆ្ងាយថាពួកគេគួរតែដើរផ្លូវណាដើម្បីទៅរកគុំឫស្សីនៅឯព្រៃមួយនោះសម្រាប់ជើងអ្នកភូមិដែលមកជាមួយ10-20នាក់ឬសូរក៏រំពងដីស្រាប់តែភ្លាមនោះមានស្រមោលខ្មៅមួយបានរត់កាត់ពីមុខក្រុមអ្នកភូមិវឹបធ្វើឲ្យគ្រប់គ្នាឈប់ងក់នៅមួយកន្លែងសំឡេងអ្នកភូមិគ្រប់គ្នាក៏បានលាន់មាត់ថាចុះស្រមោលអ្វីរត់កាត់ពួកគេមុននេះមើលទៅរត់ដូចជាលឿនណាស់មើលសឹងតែមិនតាន់អ៊ំមេភូមិគាត់ក៏បានប្រញាប់លើកគប់ភ្លើងសម្ដៅទៅទីងងឹតនោះគាត់លើកគប់ភ្លើងរេទៅឆ្វេងរេទៅស្ដាំក្នុងគោលបំណងដើម្បីរកមើលស្រមោលដែលរត់កាត់មុននេះប៉ុន្តែទោះបីជាគាត់ខំចាំងមើលយ៉ាងណា
ก็พวกกวดมันบ้านโดเขินเอาไว้สอรุ่ยผู้เถื่อนก็บ้านรอนหมดหามุนนี้ประให้วิเชี่ยสมอระบสัตว์ปรีวิหารกัดมกยืงบ้านที่ยืงเมื่อมันต้อนโดยชแนบรรทอไปเลือกผู้เถื่อนนี้ให้รวดองไม่ภูมิก็บ้านบรรทอถาประหายเชี่ยสัตว์ปรีไม่ได้ต่อยืงประตอดำนาตะมกเตียดอ่างบานตะดอกอะไรกุมฤาษีโนđời xa tại prey cungฤาษีแดนนักกรอยพุ่มหนูเว้ยเมนจำงายช่างง่ายละมอมเพื่ออ่อยครุกนี้จำได้เปลี่ยนมุดจำตุถมตุ่มร่วมแต่ด้ามมุกดอลกุ้มฤาษีมวยหนูองไม่ภูมิก็บรรทอดำนาตะมกเตียดไปได้ดาจัดดอลเปรย์ฤาษีมวยหนูหายองไม่ภูมิก็กบานเลือกใดชี้สัญญาถาปุยืงบ้านนอมเนียมาด้าตีนหายรู้ก็เถื่อใดอาทรุกเนียเม็นกาพร้อมประหยัดกบัวไปได้ด้ามมุกดอลหายองไม่ภูมิก็กบานใจเนียจะปีกระดมดำใบด้าดกมือจุ่มวิ่งเปรย์ฤาษีนี้ปันตายจำไล่นาผู้กวดแต่งปีกรมด้าเวอร์จุ่มร้อนมุกดอลจูบเนียวินผู้กวดแต่งออกเนียมันบ้านเขินว่าต้องเมียนระบ้าอาเปียงนึกตีนูลอยองไม่ภูมิก็กอประหยับนิเยหลังถาประแหที่อาเปียงวิมันบานมกตีนิเต้มือตือพระถากรุกเนียรกมือซับกรุกกันไหลอ้อหอยมันบานขึ้นเวียนนึกตีนิสอประแหที่เวียมันเมียนอัมดูนาน้อมโมกที่นิเต้ผู้ยืงก็แต่นอมเนียตัวโดกันไหลเส้นวินดำใบกำอ้อยคาดเปรกันแต่จรานขณะเปได้กรุกเนียย่อสอบนั่งเอาไว้ได้อ้อมไม่ภูมิบ้านใหญ่ผู้เกเรียบหนึ่งตลบบอกกระไรมกกันภูมิวินสระแต่ลงปิดหนูเนี่ยกรุกเนียได้เมียนวัดเมียนในตีหนูก็บ้านนอมเนียลึกสำเร็จด้วยชิมเมียนในหน้ามันเนี่ยกำป้องแต่องรุนด้ามชื่อสำเร็จหนูวิลอนลือเป็นแต่ปรีอ้อมไม่ภูมิบ้านเลือกใดถ้วยเจสัญญาดำใบไอกรุกเนียชบสันดำใบปทิ้งตัวเจสดับจ้องดังถาตาสำเร็จมวยนี้วิเมียนประพบมกปีที่นาอ้อยประกอบสำเร็จองรุนลึกกันแต่ขลังเนี่ยภูมิกรุบเนียก็บ้านขี้ยิมสำเร็จด้าโรกเมื่อสำเร็จมวยหนูสลับแต่พวกระบอกหยุมกอดก็บานแก้หายอ้อมไม่ภูมินั่งเนี่ยกรุบเนียอ้อยสำเร็จเมื่อตะเลิดด้ามเรียงทุ่มมวยแดดดอกในจวบด้ามฤาษีมวยหนูเนี่ยภูมิกรุบเนียในเนตินหนูก็บ้านสำเร็จเมื่อตามปกหนึ่งอ้อมไม่ภูมิได้ซาแต่เมียนปนลือปีเปรจันทั่วอ้อยปุกวดเมื่อเคยอย่างจะบาในสมอลมนุษย์มันเนี่ยได้กำปงแต่โชยโยลด้ามเชือในเหลือด้ามเรียงนูกร้อนแต่บานขึ้นสมอลนุพลิมเนี่ยภูมิกรุบเนียก็บ้านนอมเนียชุบเฉาะมุกันไหลห้อยใบกรอยกรุบเนียด้าสันใดแต่รกดำเรียงเมนูตู้ใบchỉเมื่อมันดังท่าสมอลนูชี้เนี่ยนาบนตายเวียบานมองหายที่บ้านนาท่านเนี่ยได้กำปงแต่ในเหลือด้ามเชือนูcứ miền riêng tối lật để buộc cột ách có sầm cột ban thà nút cứ chỉ không mình sầm máu nụ viết ông ruột đám rèn mình chụp thưa ỏi đám nụ rừng cừ sáng tại bà ông mẹ phùm đừng buộc bọc nhụm cốt cậu bàn nóm kia đá nóm một tới nẹp phùm đầm bì đá sầm đài từ mới sầm mò đến nơi lửa đám rèn nụ ông mẹ phùm bế chỗ tới căn từ chật cốt cậu bàn say sùa từ căn sầm mò lúc thàชี้เนี่ยนาอ้อยประกอบเนื้อเลือดดำแรงสนุวเช่นปีหมดอมไม่ภูมิแต่หายปนตายสมอลมวยหนูเหมือนบ้านชายตอบmột căn quátเป็นลอยวิถีฮัดโดยชิมันลือนั่งมันควาลปีวัตมินกรุบเนียแดนเนื้อตินูลอยอมไม่ภูมิก็บานปรับเนี่ยกรุบเนียไอช่อจำเนื้อตินูรุดกอดนังปุกก็บานน้อมเนียด้าตะกรอมด้ามแรงดำใบยกเพลิงจนหลอกจ้างมือถาเนื้อเลือด้ามเชิญหนูชี้เนี่ยนาอ้อยประกอบไปได้ด่าแต่ด้อยกล่อมด้ามเรียงลูกหอยปุกให้หนังอ้อมเมียภูมิก็บานนมเนียเลิกจนโลดำไปจ้างเตยสมอลมวยหนูกร้อนแต่เพลิงจ้างแต่ดอสมอลมวยหนูเพลียมด้วยเจียวไว้ได้ปุกกดสร้างใส่แมนสมอลได้เนื้อเลือด้ามเชิญหนูคือจีอาเปียงโกนดอกมินสอมนั่งปูเทียนเป็ดแมนกร้อนแต่บานเคยอาเปียงเพลียมปุกให้หนังอ้อมเมียภูมิก็บานใส่เฮยเนี่ยรถขณีไอหมกกล้ามดำแรงดูรูดผู้กวดใส่ปรับเนี่ยรถขณีถารกอับเปียงขึ้นเฮยคือวีกำปุ้งแต่ชอองรูนนั่นเลือดดำแรงนี่กร้อนแต่บานคืนวัดตำเบียนบ้านเนี่ยกรุบขณีได้โจมหมกอับเปียงเวียกบานชบองรูนมีแผล
ហើយវាក៏បានសម្លក់មកកាន់គ្រប់គ្នាជាមួយនឹងកែវភ្នែកដោយចងគំនុំបន្ទាប់ពីបានសម្លក់គ្រប់គ្នារួចអាពីងវាក៏ចាប់ផ្ដើមអង្រួនដាំរាំងនំម្ដងទៀតហើយលើកនេះវាចាប់ផ្ដើមអង្រួនកាន់តែខ្លាំងហើយវាក៏ចាប់ផ្ដើមស្រែកកងរំពងពេញក្នុងព្រៃសំឡេងដែលវាស្រែកធ្វើឲ្យគ្រប់គ្នាដែលនៅទីនោះបានស្ដាប់ឮហើយធ្វើឲ្យព្រឺឆ្អឹងខ្នងគ្រប់តែគ្នាមីងសំនិងពូធឿនដែលជាឪពុកម្ដាយរបស់អាពីងគាត់ក៏បានស្ទុះដើរទៅក្រោមដាំរាំងរួចពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាស្រែកហៅអាពីងឲ្យវាចុះមកក្រោមតែទោះបីជាពួកគាត់ទាំងពីរនាក់ខំប្រឹងស្រែកហៅយ៉ាងណាក៏អាពីងវាហាក់មិនបានខ្វល់នឹងសម្ដីរបស់ពុកម៉ែវាសោះអាពីងវានៅតែបន្តការអង្រួននិងស្រែកមិនឈប់ស្រាប់តែភ្លាមនោះតាប៉ែនគាត់ក៏បានដើរមកពីមុខអ្នកភូមិគ្រប់គ្នារួចគាត់ក៏បាននិយាយទៅកាន់អាពីងថាយើងនាងព្រាយមករស់នៅក្នុងភូមិអញហើយមិនព្រមជួយថែរក្សាបែរជានាំបញ្ហាឲ្យអ្នកភូមិទៅវិញសម្ដីតាប៉ែនបានបន្លឺចេញទៅស្រាប់តែបានធ្វើឲ្យអាពីងដែលវាកំពុងតែអង្រួនដើមរាំងមិនឈប់វានៅស្ងៀមមួយកន្លែងរួចក៏បានសម្លក់មកកាន់តាប៉ែនស្រាប់តែរំពេចនោះអាពីងដែលវាជាក្មេងប្រុសម្នាក់ស្រាប់តែបន្លឺសំឡេងសើចមកជាមនុស្សស្រីវ័យចំណាស់ទៅវិញហើយវាក៏និយាយមកកាន់តាប៉ែនវិញថាអញមិនបានទៅធ្វើបាបអ្នកណាទេអញធ្វើបាបតែមនុស្សណាវាមកប៉ះពាល់អញមុនតែប៉ុណ្ណោះគ្រាន់តែបានឮសំដីនាងព្រាយនោះរួចតាប៉ែនគាត់បាននិយាយតបទៅវិញថាចុះក្មេងនេះវាទៅធ្វើអីប៉ះពាល់កន្លែងឯងបានជាមកធ្វើបាបគ្នាបែបនេះនាងព្រាយនោះសោចហើយក៏តបមកវិញទាំងកំហឹងថាអាក្មេងមួយនេះវាហ៊ានមកកាប់កន្លែងអញស្នាក់នៅមិនត្រឹមតែប៉ុណ្ណោះវាហ៊ានមកជន់បំផ្លាញសំណែនរបស់អញទៀតនេះជាការប្រមាថខ្លាំងណាស់មកកាន់អញបើអញមិនធ្វើឲ្យវាដឹងខ្លួនទេពួកវាប្រកាសជាមិនខ្លាចអញឡើយពេលដែលបានលើកសម្ដីនាងព្រាយនោះនិយាយចប់តាប៉ែនគាត់ក៏បានសួរទៅកាន់នាងព្រាយនោះថាចុះនាងចង់ឲ្យអ្នកភូមិធ្វើដូចម្ដេចទើបនាងព្រមដោះលែងក្មេងម្នាក់នេះមកវិញព្រាយនោះវាសើចលឺព្រមទាំងនិយាយទាំងខឹងសម្បាមកវិញថាអញមិនព្រមដោះលែងវាទៅវិញឡើយទោះបីជាពួកឯងខំរៀបចំសំណែនសែនព្រានយ៉ាងណាក៏អញមិនព្រមជាមួយនឹងពួកឯងឡើយគ្រាន់តែនាងព្រាយនោះនិយាយចប់ភ្លាមតាប៉ែនគាត់ក៏បានលើកដៃទៅចង្អុលវារួចគាត់ក៏ពោលឡើងថាយើនាងព្រាយធម៌ត្រជាក់មិនចង់ស្ដាប់ចង់ឲ្យអញប្រើធម៌ក្តៅជាមួយនាងមែនទេគ្រាន់តែនិយាយចប់ភ្លាមតាប៉ែនគាត់ក៏បានលូកដៃចូលទៅក្នុងថង់យាមដកយកខ្សែសីមាពណ៌សមួយដុំធំរួចគាត់ក៏បានប្រាប់អ្នកភូមិនៅទីនោះឲ្យនាំគ្នាយកខ្សែសីមាមួយនេះដើរព័ទ្ធជុំវិញដើមរាំងដែលអាពីងកំពុងតែអង្រួនរួចគាត់ក៏ងាកមករកពុកនិងអ៊ំមេភូមិដើម្បីប្រាប់ឲ្យគាត់ឡើងទៅយកអាពីងចុះមកក្រោមដោយមុនពេលឲ្យពុកនិងអ៊ំមេភូមិឡើងទៅតាប៉ែនគាត់បានចងខ្សែអំបោះជាប់នឹងដៃពួកគាត់ទាំងពីរនាក់ហើយហាមដាច់ខាតកុំឲ្យធ្វើឲ្យដាច់ខ្សែសីមានោះឲ្យសោះបន្ទាប់ពីតាប៉ែនចងខ្សែសីមាលើដៃពួកគាត់ទាំងពីររួចពុកនិងអ៊ំមេភូមិក៏បានប្រញាប់ឡើងទៅលើដើមរាំងនោះហើយចាប់យកអាពីងចុះមកក្រោមវិញខណៈដែលតាប៉ែនឯនេះវិញគាត់ក៏ចាប់ផ្ដើមសូត្របាលីគិថាមិនដាច់ពីមាត់លាន់ឮទ្រហឹងពេញក្នុងព្រៃគ្រាន់តែពួកគាត់ឡើងទៅដល់លើដើមរាំងភ្លាមពួកគាត់ទាំងពីរនាក់ក៏បានឃើញអាពីងវាសម្លក់មកកាន់គាត់សឹងតែលៀនភ្នែកចេញមកក្រៅវាហាក់កំពុងតែព្យាយាមរើសបំរាតែដោយសារចាញ់បាលីគិថារបស់តាប៉ែនពុកនិងអ៊ំមេភូមិក៏បានយកអាពីងចុះមកក្រោមបានសម្រេចពេលដែលពុកនិងអ៊ំមេភូមិយកអាពីងចុះមកក្រោមហើយតាប៉ែនគាត់ក៏យកដៃដាក់លើក្បាលរបស់អាពីងរួចគាត់ស្រែកសូត្របាលីគិថាឬកងរំពងយ៉ាងគ្រលួចស្រាប់តែរំពេចនោះអាពីងវាចាប់ផ្ដើមស្រែកជាមួយនឹងការឈឺចាប់លាន់កងរំពងហើយបន្តិចក្រោយមកក៏មានភ្លើងពណ៌បៃតងខ្ចីពណ៌ល្អីមានពន្លឺភ្លឺឆ្វាចដូចថ្ងៃបានហោះចេញពីក្នុងខ្លួនអាពីងចូលទៅក្នុងគុម្ពឫស្សីជិតនោះគ្រាន់តែភ្លើងនោះហោះចេញទៅបាត់អាពីងវាក៏ដួលខ្លួនទៅលើដីព្រុសចំណែកឯតាប៉ែនវិញ
គាត់ក៏បានប្រាប់គ្រប់គ្នានៅទីនោះឲ្យប្រញាប់យកខ្សែសីមាដែលពួកគេកំពុងតែកាន់យកទៅព័ទ្ធជុំវិញឫស្សីមួយគុម្ពនោះវិញរួចតាប៉ែនគាត់ក៏ប្រញាប់ដកយកកូនកំបិតតូចមួយចេញពីក្នុងថង់យាមរបស់គាត់ហើយគាត់ក៏បានដាក់សំដៅចូលទៅក្នុងគុម្ពឫស្សីមួយនោះដែលមាត់របស់គាត់បន្តសូត្របាលីគាថាមិនឈប់នៅពេលដែលគាត់បានចូលទៅជិតគុម្ពឫស្សីមួយនោះហើយតាប៉ែនគាត់ក៏បានដកយកកូនកំបិតអាគមរបស់គាត់ចាក់ទៅលើដីដំបូងមួយដុំដែលដុះនៅក្នុងគុម្ពឫស្សីនោះគ្រាន់តែកូនកំបិតអាគមរបស់តាប៉ែនចាក់ចូលទៅក្នុងដីដំបូងនោះភ្លាមក៏ស្រាប់តែមានខ្យល់បក់មកយ៉ាងសន្ធឹករួចក៏មានសំឡេងមនុស្សស្រីស្រែកយ៉ាងគ្រលួចចេញពីគុម្ពឫស្សីនោះខ្យល់បក់មកអង្រួតដើមឫស្សីរេទៅឆ្វេងរេទៅស្ដាំឃើញហើយគួរឲ្យព្រឺឆ្អឹងខ្នងដោយសារតែឃើញស្ថានភាពកាន់តែមិនស្រួលតាប៉ែនគាត់ក៏បានប្រាប់អ្នកភូមិនៅទីនោះឲ្យប្រញាប់ដុតគុម្ពឫស្សីនេះចោលព្រោះថាទុកនៅទៀតមិនបាននោះទេក្រោយពីបានឮសម្ដីរបស់តាប៉ែនរួចអ្នកភូមិដែលមានភ្លើងចន្លុះនៅក្នុងដៃក៏បាននាំគ្នាដើរចូលទៅដុតគុម្ពឫស្សីមួយនោះអណ្ដាតភ្លើងក៏ចាប់ផ្ដើមលាបត្របាក់ព្រៃឫស្សីនោះពន្លឺចេញមកពីភ្លើងឆេះឫស្សីក្រហមរងាលចំណែកអ្នកភូមិគ្រប់គ្នានៅទីនោះក៏បាននាំគ្នារង់ចាំមើលតើភ្លើងពិតជាឆេះព្រៃឫស្សីនោះអស់ដែរឬទេព្រោះតាប៉ែនគាត់បានប្រាប់ថាត្រូវតែដុតព្រៃឫស្សីនេះឲ្យឆេះទាល់តែអស់មួយសន្ទុះធំក្រោយមកព្រៃឫស្សីទាំងមូលក៏បានឆេះខ្លាយទៅជាផេះហើយតាប៉ែនក៏បានហៅអ្នកភូមិគ្រប់គ្នាឲ្យត្រឡប់មកផ្ទះវិញចំណែកអាពីងតាប៉ែនក៏បានប្រាប់ពុកនិងម៉ែរបស់វាថាកុំភ្លេចយកអាពីងទៅស្រោចទឹកនៅវត្តព្រោះថាអាពីងវាជាមនុស្សមានឫស្សីទាបទើបបានជានាងព្រាយនោះចុះសន្ធិដ្ឋវាបានដូច្នេះចំណែកដីដំបូកនៅក្រោយភូមិនោះក៏បានរលាយបាត់ទៅតាមព្រៃឫស្សីដែលអ្នកភូមិបានដុតហើយចាស់ៗនិងអ្នកភូមិគ្រប់គ្នាក៏លែងមានឃើញភ្លើងហោះចូលទៅក្នុងព្រៃនោះទៀតដែរ